សាច់រឿងថ្ងៃនេះគឺយើងទទួលបានពីប្អូនប្រុសម្នាក់ដែលមានឈ្មោះថាឌីគឺជាអ្នកខេត្តក្រចេះហើយបានចំណាក់ស្រុកមករស់នៅនិងធ្វើការនៅក្នុងរាជធានីភ្នំពេញអ្វីដែលគាត់រាយរាប់មកហ្នឹងពិតជារឿងដែលរន្ធត់ដែលគាត់ធ្លាប់ជួបហើយព្រឺព្រួយខ្លាំងមែនទែននៅក្នុងជីវិតរបស់គាត់ហើយក៏គាត់ចងចាំហេតុការណ៍ហ្នឹងគឺមិនភ្លេចនោះឡើយព្រោះអីវាកើតឡើងកាលពី5ឆ្នាំមុនតែប៉ុណ្ណោះកើតឡើងនៅក្នុងឆ្នាំគត់របស់គាត់កើតឡើងនៅក្នុងពេលដែលគាត់អាយុ30ឆ្នាំហើយគ្រប់គ្នាដឹងហើយឲ្យតែ30ឬក៏20ហ្នឹងគេតែងតែមានជំនឿថាគឺជាឆ្នាំគត់ជាឆ្នាំដែលងាយឲ្យយើងមើលឃើញអីជួបអីដែលផ្ដាស់អញ្ចឹងបងប្អូនណាដែលចិត្តដល់ឆ្នាំគត់ឬក៏ឆ្នាំ2025គឺឆ្នាំគត់ហ្នឹងចូលមកខមមិនផងខ្ញុំបាទឈ្មោះឌីអាយុ35ឆ្នាំនៅក្នុងពេលបច្ចុប្បន្ននេះនឹងជាអ្នកធ្វើការដំឡើងរថយន្តមួយនៅក្នុងសហគ្រាសមួយកន្លែងនៅឯទីក្រុងភ្នំពេញប៉ុន្តែរឿងអមនុស្សដែលខ្ញុំបានជួបនោះគឺតាំងពីខ្ញុំមានអាយុ30ឆ្នាំមកម្លេះនៅពេលនោះម្ដាយខ្ញុំបានប្រាប់ខ្ញុំថាវាគឺជាឆ្នាំគត់របស់ខ្ញុំហើយកូនអាចនឹងជួបគ្រោះថ្នាក់ផ្សេងអញ្ចឹងទៅណាមកណាត្រូវប្រុងប្រយ័ត្នណាបងអើយខ្ញុំស្ដាប់គាត់ចោលតែប៉ុណ្ណោះតែអ្នកណាទៅស្មានដល់ថាខ្ញុំពិតជាជួបរឿងរ៉ាវបែបហ្នឹងពិតប្រាកដមែនស្រស់តែម្ដងសាច់រឿងនេះបានកើតឡើងនៅពេលដែលខ្ញុំធ្វើដំណើរទៅលេងពុកម៉ែនៅឯខេត្តក្រចេះនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃនោះខ្ញុំបានរៀបចំកតាបខោអាវរួចរាល់ជាស្រេចហើយក៏ចេញទៅធ្វើការតែម្ដងដោយគិតថាក្រោយពីចេញពីធ្វើការភ្លាមគឺឡើងឡានក្រុងផ្លែតព្រោះវាចំណេញពេលវេលាថ្ងៃនោះខ្ញុំបានកក់សម្បត្តិឡានជិះពេលយប់អាចថាតម្រាំតែទៅដល់ផ្ទះនៅឯខេត្តគឺមេឃជិតភ្លឺទៅហើយខ្ញុំមកដល់ចំណាត់ឡានក្រុងនៅផ្សារធំថ្មីប្រហែលជាម៉ោង6ល្ងាចព្រោះឡាននឹងត្រូវចេញនៅម៉ោង7យប់មកដល់ភ្លាមខ្ញុំរកកន្លែងអង្គុយរងចាំនិងឆ្លៀតរកហូបបាយល្ងាចឲ្យហើយជាពិសេសហ្នឹងគឺឆ្លៀតរកទិញទឹកនំចំណីមួយចំនួនទុកហូបតាមផ្លូវផងដែររួចរាល់ហើយដល់ម៉ោងឡានចេញល្មមខ្ញុំក៏ឡើងទៅអង្គុយកៅអីតាមលេខដែលបានកត់តាមសម្បត្តិគឺវាគឺជាកៅអីខាងក្រោយគេហើយក៏បានប្រាស់ខ្លួនគេងលក់បាត់ទៅមួយស្របក់ធំក្រោយមកខ្ញុំក៏ភ្ញាក់ពីគេងដោយសារតែឡានវេចង្កូតយ៉ាងខ្លាំងពេលនោះខ្ញុំក៏រលេចឃើញតែកង់ឡានកំពុងតែព្យាយាមបត់ឡានចូលទៅចតនៅចិញ្ចើមផ្លូវដោយប្រុងប្រយ័ត្នបន្ទាប់មកគាត់ក៏ចុះទៅឆែកមើលឡានថាមានខូចអ្វីតែប្រហែលជា15នាទីក្រោយមកតែកង់ឡានក៏ឡើងមកប្រាប់អ្នកទាំងអស់គ្នាថាឡានខូចម៉ាស៊ីនខាងក្រោមហើយមិនអាចជួសជុលបានទេត្រូវរងចាំឡានក្រុងថ្មីមួយទៀតទើបអាចបន្តដំណើរទៅបានភ្លាមនោះអ្នកដំណើរទាំងអស់គ្នារួមទាំងខ្ញុំផងដែរពិតជាមិនសប្បាយចិត្តទេព្រោះជិះឡានពេលយប់ផងបែរជាត្រូវមកជួបរឿងរ៉ាវបែបនេះដោយគ្មានជំរឿពួកយើងក៏ទ្រាំគេងរងចាំនៅលើឡានក្រុងប៉ុន្តែពេលនោះក្តៅពេកគ្មានម៉ាស៊ីនត្រជាក់ខ្ញុំក៏សម្រេចចិត្តស្ពាយកតាបចុះមកខាងក្រោមទៅក្រឡេកមើលទៅគៀនផ្លូវខ្ញុំឃើញមានសាលាសំណាក់តូចដែលមានបើកអំពូលភ្លើងមួយចោលដែរខ្ញុំក៏គិតថាដើរទៅអង្គុយលេងនៅទីនោះស្រូបយកខ្យល់អាកាសបន្តិចឲ្យត្រជាក់ខ្លួនដើរមកដល់ខ្ញុំទាញទូរស័ព្ទដៃមកមើលឃើញថាម៉ោង 7:09 យប់ទៅហើយមួយស្របក់ក្រោយមកក៏មានអ្នកដំណើរផ្សេងទៀតដើរចុះមកអង្គុយនៅសាលាសំណាក់នេះដូចខ្ញុំដែររហូតឡើងណែនគ្នាតែម្ដងអ្នកខ្លះនិយាយគ្នាលេងពីនេះពីនោះឯអ្នកខ្លះទៀតសុំស្គាល់គ្នាឯខ្លះទៀតក៏អង្គុយជិះទូរស័ព្ទមើល TikTok អញ្ចឹងទៅចំណែកខ្ញុំក៏ផ្អៀងខ្លួនគេងទៅក្បែរសសរម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ប្រហែល1ម៉ោងក្រោយមកខ្ញុំក៏ឈឺបាត់ជើងតូចក្រឡេកមើលស្ដាំមើលឆ្វេងខ្ញុំក៏ឃើញថានៅខាងក្រោយសាលាសំណាក់នោះមានព្រៃដុកតូចមួយខ្ញុំក៏ចុះដើរសម្ដៅទៅទីនោះប៉ុន្តែស្របពេលនោះផងដែរខ្ញុំក៏ស្រាប់តែមានអារម្មណ៍ថាហាក់បីដូចជាមានមនុស្សកំពុងតែដើរតាមពីក្រោយខ្ញុំមកដែរតែពេលនេះទៅគ្មាននរណាគេម្នាក់សោះឡើយក្រោយពីដើរបត់ជើងទូចរួចរាល់ខ្ញុំក៏ត្រឡប់មកវិញតែមនុស្សនៅក្នុងសាលាសំណាក់បែរជាបាត់ស្រមោលអស់រលីងព្រោះពួកគេនាំគ្នាឡើងឡានក្រុងថ្មីដែលទើបនឹងមកដល់មុននេះអស់ទៅហើយខ្ញុំនឹកក្នុងចិត្តម្នាក់ឯងថាយីដាច់ចិត្តណាស់ណោះគ្មាននរណាគេម្នាក់ស្រែកប្រាប់ឯងមួយម៉ាត់សោះថាឡានក្រុងថ្មីមកដល់ហើយខ្ញុំក្រវីក្បាលហួសចិត្តម្នាក់ឯងហើយក៏ដើរទៅឡើងឡានតែភ្លាមនោះស្រាប់តែខ្ញុំក្រឡេកឃើញមានប្អូនប្រុសម្នាក់អាយុប្រមាណ20ឆ្នាំស្ដើងស្លៀកខោខូវប៊យជើងខ្លីបែបរហែកនិងពាក់អាវយឺតពណ៌សទើបតែដើរចេញមកពីគុម្ពព្រៃក្បែរនោះដែរខ្ញុំស្មានតែជាអ្នកដំណើរដែលទើបតែមកបត់ដៃបត់ជើងដូចគ្នាខ្ញុំក៏លាន់មាត់បបួលគេថាអូនឡានថ្មីមកដល់ហើយតោះទៅឡើងឡានចម្លែកបន្តិចដែរប្អូនប្រុសម្នាក់នោះមិនមាត់ករកខ្ញុំទេតែគេក៏ដើរតាមខ្ញុំមកប្រគៀកពីខាងក្រោយមកដល់ឡានក្រុងខ្ញុំក៏ឡើងទៅអង្គុយនៅកៅអីតាមលេខដដែលបន្តិចក្រោយមកក៏ឃើញប្អូនប្រុសម្នាក់នោះដើរមកអង្គុយនៅកៅអីពីខាងក្រោយខ្នងខ្ញុំដែលនៅសល់មួយកៅអីល្មម
ពេលនោះខ្ញុំហាក់ដូចជាមិនសូវចូលចិត្តក្មេងប្រុសម្នាក់នោះសោះមើលទៅមុខគេដូចជាចម្លែកខុសពីអ្នកដទៃមុខមាត់និងដៃជើងរបស់គេឡើងស្លាំងដូចជាមនុស្សទៅតែងើបពីឈឺហើយសំខាន់ណាវាអត់មានស្បែកជើងពាក់ទៅទៀតអត់មានកាបូបអត់មានរបស់អ្វីជាប់ខ្លួនដូចអ្នកដំណើរដទៃផ្សេងទៀតនោះទេតែខ្ញុំក៏មិនបានមកកសួរនាំអ្វីច្រើនដែរព្រោះមិនចង់ដឹងរឿងគេច្រើនដូចគ្នាឡានចាប់ផ្ដើមចេញដំណើរជាថ្មីនៅម៉ោងប្រមាណជាង12យប់ទៅហើយមនុស្សម្នាទាំងអស់នាំគ្នាគេងលក់អស់រលីងភ្លើងនៅក្នុងឡានក៏ចាប់ផ្ដើមបិទអស់ធ្វើឲ្យសភាពនៅក្នុងឡាននាពេលនោះមានតែពន្លឺជះមកពីអំពូលភ្លើងមួយតែប៉ុណ្ណោះដែលគេដាក់នៅតាមផ្លូវមើលឃើញព្រាលដោយអស់កម្លាំងនឹងងុយគេងផងដែរខ្ញុំក៏ថ្មិចភ្នែកគេងមួយភាំងទៅតែបានបន្តិចខ្ញុំក៏ត្រូវភ្ញាក់មកវិញព្រោះឮសំឡេងធាក់កៅអីពីក្រោយផាំងពេលនោះខ្ញុំប្រញាប់ក្រឡេកមើលទៅខាងក្រោយបំណងចង់ស្ដីឲ្យអាប្អូនប្រុសនោះថាម៉េចបានជាវាយកជើងមកធាក់កៅអីអញ្ចឹងតែពេលដែលខ្ញុំងាកទៅខាងក្រោយក៏ឃើញអាអូននោះអង្គុយអោបក្បាលជង្គង់និងឆ្ងុកមុខចុះទៅលើកៅអីដូចកំពុងតែដេកលក់អញ្ចឹងទើបខ្ញុំមិនបានថាអ្វីឲ្យវានោះទេហើយខ្ញុំក៏ងាកខ្លួនមកវិញនិងបន្តគេងទៀតតាមធម្មតាប្រហែលជាង10នាទីក្រោយមកខ្ញុំមានអារម្មណ៍ថាអាម្នាក់ហ្នឹងជីខាងក្រោយខ្ញុំហ្នឹងណាកំពុងតែធ្វើអ្វីក្រេះក្រោះដូចជានៅមិនសនុកក្នុងខ្លួនវាសោះខ្ញុំទ្រាំមិនបានក៏ងាកខ្លួនទៅមើលវាម្ដងទៀតចម្លែកដែរខ្ញុំឃើញវានៅដេកលក់អោបក្បាលជង្គង់ជាប់ដដែលអត់មានធ្វើអ្វីសោះខ្ញុំក៏នឹកឆ្ងល់ក្នុងចិត្តម្នាក់ឯងថាយីអាមិនអញ្ចេះឬមួយក៏ខ្ញុំសុបិនទេដឹងមិនចាប់អារម្មណ៍ច្រើនខ្ញុំក៏សម្ងំដេកបន្តទៀតរហូតដល់ម៉ោងប្រមាណជាង1រំលងអាត្រៀតឡានក៏ឈប់នៅការ៉ាសាំងដែលគេបើក24ម៉ោងដើម្បីឲ្យអ្នកដំណើរទាំងអស់ហ្នឹងចុះសម្រួលអេរយាប័តនិងចូលបន្ទប់ទឹកផងពេលនោះខ្ញុំក៏ចុះទៅចូលបន្ទប់ទឹកដែរហើយឡើងមកវិញណាក្រោយគេបង្អស់តែពេលដែលក្រឡេកមើលទៅខាងក្រោយក៏មិនទាន់ឃើញអាអូននោះឡើងមកវិញខ្ញុំក៏ស្រែកប្រាប់ពូតាកង់ឡានដែលកំពុងតែបញ្ឆេះឡានរៀបនឹងចេញដំណើរទៅហើយថាឈប់សិននៅមានអ្នកដំណើរម្នាក់ទៀតមិនទាន់ឡើងមកទេគ្រាន់តែស្រែកបែបនេះភ្លាមពូតាកង់ឡាននិងអ្នកដំណើរទាំងអស់ស្រាប់តែងាកមើលមុខខ្ញុំព្រមគ្នាតែម្ដងខ្ញុំក៏ក្រឡេកមើលទៅខាងក្រោយម្ដងទៀតដើម្បីឲ្យប្រកាសចិត្តថាអាអូននោះបានឡើងមកហើយឬនៅភ្លាមនោះខ្ញុំក៏ស្រាប់តែភ្ញាក់ខ្លួនឲ្យព្រឺតឃើញអាអូននោះអង្គុយនៅលើកៅអីខាងក្រោយខ្ញុំឡើងជ្រងងមិនដឹងថាវាឡើងមកពេលណាទេឬក៏ខ្ញុំស្រវាំងភ្នែកមើលវាមិនឃើញអំបញ្ញមិញនេះសម្រួលអារម្មណ៍បានបន្តិចខ្ញុំក៏ស្រែកប្រាប់ទៅពូតាកង់ឡានម្ដងទៀតថាតោះចេញទៅពូអ្នកជិះឡើងមកគ្រប់គ្នាអស់ហើយពេលនោះឡានក៏ជិះចេញទៅតាមធម្មតាខាងកន្លែងនឹងតនេះតវ៉ាន់របៀបថាគាត់មើលមុនដំបូងអត់មានមនុស្សអង្គុយនៅពីខាងក្រោយគាត់ទេគាត់ក៏សែកតែការពិតទៅនៅពេលដែលគេកលេចមើលមុខគាត់គ្រប់គ្នាគាត់កលេចមើលទៅជាឃើញអាអូននឹងវិញហើយគាត់ក៏គិតថាគេគ្រប់គ្នានឹងមើលឃើញអាអូននឹងដូចគាត់ដែរបានបន្តិចក្រោយមកអាអូននៅពីខាងក្រោយនឹងក៏យកដៃមកកេះខ្នងខ្ញុំប្លែកមែនតើនៅពេលនោះខ្ញុំមានអារម្មណ៍ថាខ្នងខ្ញុំឡើងត្រជាក់ស្រេបតែម្ដងទាំងដែលវាកេះនៅលើខោអាវខ្ញុំតែប៉ុណ្ណោះហើយវាសួរថាបងមានអីហូបអត់ខ្ញុំឃ្លានណាខ្ញុំងាកទៅមើលមុខអាអូននោះឡើងកំសត់ខ្ញុំក៏រើកាតាបយកនំប៉័ងមួយដើមនិងទឹកផ្លែឈើមួយកំប៉ុងដែលទៅតែទិញពីល្ងាចហ្នឹងហុចទៅឲ្យវាហូបអាអូននោះក៏ប្រញាប់ទទួលដៃពីបង្ហាញទឹកមុខយ៉ាងសប្បាយរីករាយពេលនោះនៅម៉ោងប្រមាណជា2យប់ទៅហើយនៅសល់មិនប្រមាណគីឡូម៉ែត្រទៀតទេក៏ទៅដល់ចំណតឡានក្រុងហើយតែដោយងងុយគេងខ្លាំងពេកខ្ញុំក៏គេងបន្តទៀតទៅបិទភ្នែកបានតែប្រមាណ5នាទីខ្ញុំរវើរវាយដូចជាយល់សពបន្តិចការប៉ិតបន្តិចឃើញដៃអាអូននោះកេះស្មាខ្ញុំម្ដងទៀតហើយក៏សួរថាបងឯងចង់ទៅផ្ទះអត់ហើយខ្ញុំក៏តបទៅវិញថាចង់ទៅតាព្រោះខាន់ទៅលេងផ្ទះយូរហើយនេះក៏កំពុងតែជិះឡានទៅលេងផ្ទះនឹងឯងមិនអាអូនឯងសួរអញ្ចឹងភ្លាវម៉េះវាក៏ឆ្លើយតបមកវិញថាបងអើយខ្ញុំក៏ចង់ទៅលេងផ្ទះដូចបងឯងដែរតែមិនដឹងទៅយ៉ាងម៉េចបានទេបងជួយនាំខ្ញុំទៅផងបានអត់ពេលនោះខ្ញុំធ្វើមុខឆ្ងល់ហើយក៏សួរថាហើយចុះហែមិនទៅខ្លួនឯងទៅហើយអត់មានបងប្អូនមកយកមែននៅចំណោតឡានក្រុងហ្នឹងនិយាយដល់ត្រឹមនេះស្រាប់តែវាអោនមុខចុះហើយយកដៃខ្ទប់មុខយំយ៉ាងខ្លាំងមិនដឹងថាមានរឿងរ៉ាវអ្វីកើតឡើងនោះទេបន្តិចក្រោយមកវាក៏ឆ្លើយតបវិញថាខ្ញុំចូលផ្ទះបានទេបងអើយបងជួយនាំខ្ញុំទៅផ្ទះបន្តិចបានអត់ពេលនោះវាក៏នៅតែយកដៃខ្ទប់មុខយំកាន់តែខ្លាំងតែសម្លេងយំនោះចេញមកចម្លែកមែនតែនមិនមែនយំដូចមនុស្សយំទេវាធ្ងួចធ្ងរវាឮសម្លេងគួរឲ្យព្រឺខ្លាំងមែនតែនតែម្ដងដោយសារតែខ្ញុំឮសម្លេងយំខ្សឹបខ្សួរកាន់តែខ្លាំងឡើងនិងភ័យខ្លាចអ្នកដំណើរនៅក្នុងឡាននោះភ្ញាក់ផងខ្ញុំក៏តបទៅវិញថាអើមិនអីទេចាំជូនទៅផ្ទះហើយផ្ទះឯងនៅណានៅភូមិអីដែរទទួលគេទៅទៀតពេលនោះវាក៏បានឆ្លើយតបថាបងសន្យាណាថាជូនខ្ញុំទៅផ្ទះបើបងក្បត់ពាក្យសន្យាខ្ញុំនឹងយកបងទៅនៅជាមួយឯណា
nguồn từ mà chứ nè rồi chập thời mà chứ បង ពេលនោះខ្ញុំឆ្ងល់មែនតែម្ដងមិនក៏អូននឹងនិយាយស្ដីអីប្លែកអញ្ចឹងតែខ្ញុំក៏ឆ្លើយយករួចខ្លួនសិនថាចាំអញជូនឯងទៅតែឯងប្រាប់សិនថាផ្ទះឯងនៅម្ដុំណាភ្លាមនោះស្រាប់តែវាសើចស្ញែងដោយក្តីត្រេកអរហើយងើបដើរពីកៅអីខាងក្រោយខ្ញុំនឹងទៅមុខបន្តិចពេលនោះអ្នកនៅក្នុងឡានទាំងអស់ហ្នឹងគឺគេលក់អស់លេងហើយតែអ្វីដែលរន្ធត់ហ្នឹងគឺខ្ញុំឃើញក្បាលរបស់អូនហ្នឹងបង្វិលបត់មកក្រោយឬសូតែក្រឹកភ្នែកវាលៀនចេញមកខាងក្រៅធំតែម្ដងហើយសម្លក់មកខ្ញុំមុខរបស់វាក៏ប្រែទៅជារលួយអស់រលីងខ្ញុំឆ្ងល់មែនតើហើយសុកហេតុអីបានខ្ញុំជួបរឿងរ៉ាវបែបហ្នឹងចំណែកឯស្បែកដៃស្បែកជើងរបស់វាចាប់ផ្ដើមហូរឈាមតក់នៅលើកំរាលឡានគួរឲ្យញញើតតែម្ដងរូបភាពដ៏អាក្រក់នោះធ្វើឲ្យខ្ញុំស្រែកឡើងផ្លាត់សំឡេងតែម្ដងជួយផងភ្លាមនោះខ្ញុំក៏ចាប់ផ្ដើមបើកភ្នែកឡើងញើសជោកពេញខ្លួនតែម្ដងតាមពិតខ្ញុំកំពុងតែដេកយល់សប្សោះតែវាដូចជាការប៉ັດខ្លាំងមែនទែនចំណែកឯឡានក្រុងវិញក៏ឈប់ងក់ព្រោះថាដល់ចំណតល្មមតែអ្នកដំណើរទាំងអស់ងាកមកមើលមុខខ្ញុំមើលដល់ក្តីព្រួយបារម្ភមែនទែនពេលនោះព្រូឡានក៏ដើរមកសួរខ្ញុំថាបងឯងកើតអីមិនបានជានៅសុកបងឯងស្រែកបែបអញ្ចឹងបងឯងឃើញអីមែនខ្ញុំភ័យខ្លាំងមុខឡើងស្ដេចអស់បែកញើសជោកថ្ងាសភ្លាមនោះខ្ញុំមិនទាន់និយាយអ្វីទាំងអស់ខ្ញុំងាកទៅមើលខាងមុខងាកទៅមើលកៅអីខាងក្រោយដើម្បីរកអាអូនម្នាក់នោះតែមិនបានឃើញវាបន្តទៀតទេឃើញតែនំប៉័ងនិងទឹកផ្លែឈើដែលខ្ញុំឲ្យវានឹងដាក់នៅលើកៅអីទន្ទឹមគ្នាតែម្ដងខ្ញុំក៏សួរទៅអ្នកគ្រប់គ្នាព្រមទាំងព្រូឡានមាននរណាគេម្នាក់បានឃើញអាអូនម្នាក់ដែលស្លៀកខោខូវប៊យខ្លីពាក់អាវយឺតពណ៌សដែលអង្គុយនៅកៅអីខាងក្រោយខ្ញុំនេះដែរឬអត់តាំងពីដើមមកពេលនោះស្រាប់តែគេគ្រប់គ្នាអះអាងថាកៅអីនៅខាងក្រោយនេះគ្មានមនុស្សអង្គុយទេហើយពេលឡើងឡានក្រុងមកហ្នឹងណាក៏គេបានឃើញខ្ញុំម្នាក់ឯងហ្នឹងគឺមិនដឹងជានិយាយអីទេទៅមកមិនដឹងជានិយាយជាមួយនរណាគេនោះទេជាពិសេសគឺប្តីប្រពន្ធពីរនាក់ដែលអង្គុយខាងមុខខ្ញុំតែម្ដងគាត់ឆ្ងល់ណាស់ព្រោះឃើញខ្ញុំនិយាយតាំងពីដើមមកតាំងពីឡើងឡានមកតែគាត់មិនហ៊ានសួរនាំព្រោះស្មានតែខ្ញុំនឹងកំពុងតែអង្គុយនិយាយទូរស័ព្ទព្រោះឃើញពាក់កាសមួយចំហៀងពេលនេះអ្វីគ្រប់យ៉ាងបានត្រឡប់ចាក់ពេញខួររបស់ខ្ញុំអស់ហើយបន្ទាប់មកខ្ញុំក៏បាននិយាយរៀបរាប់ប្រាប់ហេតុការណ៍ទាំងអស់ដែលខ្ញុំបានជួបតាំងពីដើមរហូតដល់ចប់ប្រាប់អ្នកទាំងអស់គ្នានៅលើឡានតែម្ដងក្រោយពេលបានស្ដាប់រឿងរ៉ាវនេះចប់អ្នកទាំងអស់គ្នាក៏ព្រឺព្រួយអ្នកខ្លះក៏ចុះពីឡានអ្នកខ្លះក៏នៅស្ដាប់បន្តអញ្ចឹងទៅជួយលួងលោមអារម្មណ៍ខ្ញុំប៉ុន្តែស្រាប់តែពូព្រូឡានហ្នឹងគាត់ដើរមកទស្សនាខ្ញុំហើយគាត់ប្រាប់ថាបងស្គាល់ក្មេងប្រុសម្នាក់ហ្នឹងដែលតាមមកពីកន្លែងព្រៃខាងក្រោយសាលាសំណាក់ពេលដែលសម្រាប់ហ្នឹងមែនព្រោះអូនឯងបាននិយាយបបួលគេឡើងមកឡានជាមួយគ្នាកន្លែងនោះកាលពីប្រហែលខែមុនមានករណីឃាតកម្មស្ទាវដេញកាប់គ្នាជាង20នាក់ដែលធ្វើឲ្យមនុស្សខ្លះរបួសអ្នកខ្លះក៏ដាច់ជើងចឹងទៅប៉ុន្តែមានស្លាប់ដល់ទៅ2នាក់ហើយទម្រាំតែប៉ូលីសបំបីក្តីបានហើយនឹងរកឃើញសាកសពហ្នឹងគឺ3ថ្ងៃទៅហើយស្ដាប់ដល់ត្រឹមនេះខ្ញុំក៏នឹកស្រមៃទៅដល់រូបភាពសាច់រលេះរលួយដ៏គួរឲ្យខ្លាចរបស់អូននោះនៅដក់ជាប់នឹងភ្នែកខ្ញុំនៅឡើយពេលនោះគឺម៉ោង3ទៀបភ្លឺទៅហើយខ្ញុំក៏ប្រញាប់ចុះពីឡានក្រុងនឹងទាញទូរស័ព្ទដៃមកចុចទេឲ្យប្អូនប្រុសរបស់ខ្ញុំឲ្យមកទទួលខ្ញុំនៅបេនឡានទន្ទឹមនឹងនេះនៅក្នុងខណៈពេលដែលខ្ញុំកំពុងតែរងចាំប្អូនប្រុសនោះមកយកខ្ញុំក៏បានដើរទៅតបអ្នកតានៅក្បែរចំណតឡានដែលគេតែងតែបន់ស្រន់មុននឹងចេញដំណើរទៅមកនឹងបានអុជធូប3សរសៃបន់ស្រន់នៅក្នុងចិត្តស្ងាត់ថាអូនអើយកុំមកតាមបងអីចាំស្អែកព្រឹកនេះបងទៅវត្តបនឧទ្ទិសកុសលឲ្យឯងសូមឲ្យព្រលឹងរបស់ឯងនឹងទៅកាន់សុគតិភពផងណាបនស្រន់រួចរាល់ប្អូនប្រុសរបស់ខ្ញុំក៏មកដល់ល្មមខ្ញុំប្រញាប់ឡើងម៉ូតូហើយក៏ជិះទៅទាំងអារម្មណ៍ផិតភ័យហើយខ្ញុំក៏ឧស្សាហ៍ងាកមើលក្រោយដែរព្រោះខ្លាចព្រលឹងខ្មៅអូននឹងមកតាមជាមួយទៀតព្រលឹមស្រាងខ្ញុំក៏ប្រញាប់និយាយរឿងរ៉ាវទាំងអស់ហ្នឹងឲ្យទៅម៉ាក់របស់ខ្ញុំស្ដាប់ពេលនោះម្ដាយរបស់ខ្ញុំក៏បានធ្វើចង្ហាន់មួយស្រាក់សាដកមួយគូនឹងរៀបចំប្រដាប់ផ្សេងទៀតជាច្រើនមុខដែរដើម្បីនាំខ្ញុំទៅវត្តឲ្យព្រះសង្ឃស្រោចទឹកចេញនិងធ្វើបុណ្យឧទ្ទិសកុសលទៅដល់ព្រះវិញ្ញាណក្ខន្ធអូនម្នាក់នោះឲ្យគ្នាឆាប់បានទៅចាប់ជាតិនឹងគេរួចរាល់ពេលត្រឡប់មកវិញម៉ែក៏ប្រាប់ថាសំណាងហើយនៅពេលនោះឯងបានសន្យាថានឹងជូនគេទៅផ្ទះបើសិនជាឯងបដិសេធដាច់អហង្ការម្លេះសំពេលនោះអាអូននោះកាច់យកឯងទៅជាមួយជាជាពុំខានឬក៏ដោយធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅតាមផ្លូវផងក៏មិនដឹងហើយបើតាមការរៀបរាប់ផិនភាគប្រលឹងខ្មោចនោះម៉ែខ្ញុំប្រាប់ថាអាអូននោះការពិតទៅគឺជាអ្នកភូមិផងរបងជាមួយឯងវាឈ្មោះថាផានិតនឹងឯងប្រហែលជាវាជាប់កម្មពីជាមួយឯងហើយមើលទៅ
ព្រោះអីជាអ្នកភូមិផងរបងជាមួយគ្នាទៅវាមកតាមឯងហើយសុំឲ្យឯងនាំវាទៅផ្ទះតែដោយសារតែឪពុកម្ដាយវាគឺជាមនុស្សញៀនស្រានិងញៀនលបែងខ្លាំងទៅវាគ្មានសាច់ញាតិណាធ្វើបន់ឲ្យត្រឹមត្រូវនោះទេតែអាម្នាក់ទៀតដែលជាមិត្តភក្តិរបស់គេហ្នឹងគឺមានក្រុមគ្រួសារធ្វើបន់ឲ្យអញ្ចឹងទៅធ្វើឲ្យវាខ្លាចជាប្រឡឹងនៅតែតោកន្លែងកាត់ហេតុហ្នឹងតែឯងហើយគ្នានៅសោកសៅហើយសុំឲ្យគេជួយរហូតអញ្ចឹងទៅកាលវានៅរស់វាដើរធ្វើការឲ្យគេជាកូនជាងសំណង់គេរកលុយបានមួយថ្ងៃចាយមួយថ្ងៃនឹងមានមិត្តភ័ក្តិបនភឿនសុទ្ធតែក្មេងស្ទាវអ្នកលេងកបិតកាប់ចាក់ហិតកៅញៀនឆ្នាំទាំងអស់នឹងឯងហើយថ្ងៃដែលវាស្លាប់ពុកម៉ែរបស់វាគ្មានលុយធ្វើបនឲ្យដែរកុំតែបានព្រះសង្ឃនៅក្នុងវត្តនឹងតាអាចារ្យមួយចំនួនហ្នឹងគឺចិត្តល្អជួយយកសពវាទៅបូជាកុំអីនឹងសពគ្នាមិនដឹងទៅជាយ៉ាងណាយ៉ាងណីផងបានយកទៅបូជាធម្មតាទេអត់មានធ្វើបនបងស្គរអីទាំងអស់មកអញ្ចឹងហើយបានជាប្រឡឹងគ្នានឹងនៅវល់នៅកន្លែងព្រៃដែលគ្នាស្លាប់នឹងព្រោះគ្មាននរណាទៅធ្វើពិធីនាំប្រឡឹងគ្នាមកផ្ទះវិញទេឬក៏ធ្វើពិធីឲ្យប្រឡឹងគ្នាឆាប់បានទៅចាប់ជាតិថ្មីនឹងគេនឹងឯងម្ដាយខ្ញុំផ្ដាំទៀតថាថ្ងៃមុខថ្ងៃក្រោយបើធ្វើដំណើរពេលយប់រលប់បានជួបនឹងអ្នកណាដែលមិនធ្លាប់ស្គាល់គ្នាទេហាមបបួលគេមកជាមួយដាច់ខាតព្រោះប្រឡឹងពួកអមនុស្សមាននៅគ្រប់ទីកន្លែងដែលយើងមើលអត់ឃើញចាប់តាំងពីពេលនោះមកខ្ញុំមិនដែលបានឃើញប្រឡឹងខ្មែរអូនម្នាក់នោះបន្តទៀតដែរខ្ញុំក៏មិនដឹងដែរថាវាទៅចាប់ជាតិហើយឬនៅទេប៉ុន្តែរាល់ពេលដែលខ្ញុំបានទៅវត្តឬក៏បានធ្វើបុណ្យអ្វីមួយខ្ញុំតែងតែនឹកក្នុងចិត្តឧទ្ទិសកុសលបុណ្យកុសលនានានឹងឲ្យវាទៅជានិច្ចសង្ឃឹមថាផលបុណ្យទាំងអស់នោះនឹងជួយឲ្យប្រឡឹងខ្មែរអនាថាដូចជាអូននោះឆាប់ទៅបានចាប់ជាតិនិងទៅកាន់សុគតិភពផងចុះអូខេបងប្អូនសម្រាប់អ្នកដែលគាត់ធ្លាប់ជួបបញ្ហានានាទាំងអស់ហ្នឹងសង្ឃឹមថាបងប្អូនស្ដាប់រឿងរ៉ាវទាំងអស់ហ្នឹងហើយចាត់ទុកជាបទពិសោធន៍ហើយនឹងស្ដាប់កំសាន្តទៅកុំយកវាគឺជា series problem ជារឿងពិតធ្វើអ្វីកាលពីជាង20ឆ្នាំមុនមានពាក្យចចាមអារ៉ាមលេចលឺនៅតាមភូមិស្រុកតូចធំជាច្រើនថាមានបិសាចនៅក្នុងខ្លួនព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅចេញអុកឡុករកស៊ីបេះដូងថ្លើមប្រមាត់និងពវៀនពូតាំងរបស់អ្នកស្រុកកាលនោះនៅក្នុងភូមិមួយមានស្ត្រីមេម៉ាយម្នាក់ឈ្មោះថាធៀមនឹងឲ្យរឿងហ្នឹងគឺបែកចេញមកពីនារីឈ្មោះធៀមនឹងឯងដែលរស់នៅជាមួយនឹងកូនប្រុសឈ្មោះថាដាំផ្ទះរបស់ពួកគេធ្វើអំពីឈើនិងមានថ្មនៅពីខាងក្រោមដោយផ្ទះខ្មែរទូទៅយើងដែរដែលមានសភាពចាស់ទ្រុឌទ្រោមបន្តិចទៅហើយធៀមប្រកបអាជីពជាអ្នកលក់នំនាងតែងតែភ្ញាក់ពីព្រលឹមជារៀងរាល់ថ្ងៃដើម្បីវិចនំយកទៅលក់នៅឯផ្សារធម្មតាអាជីពអ្នកលក់នំគឺត្រូវតែខុសពីព្រឹកដាំទឹកក្តៅស្រស់នេះវិចនោះចឹងទៅពេលខ្លះវិចអាចវិចពីល្ងាចប៉ុន្តែនៅពេលដែលត្រូវឡើងទៅស្ងោគឺស្ងោពេលព្រឹកព្រលឹមនឹងឯងដើម្បីកុំឲ្យនំនឹងផ្អូមអីចឹងទៅព្រឹកនេះក៏ដូចសពមួយដងធៀមភ្ញាក់ពីព្រលឹមមកចំហុយនំរបស់នាងដោយដុតភ្លើងចំអិនទុកចោលនៅខាងក្រោមផ្ទះរួចនាងក៏ឡើងទៅសម្រាកនៅឯលើផ្ទះជាមួយនឹងដាំវិញស្របពេលនោះដែរដាំកូនប្រុសរបស់នាងក៏ឈឺបាត់ជើងតូចគេក៏បានក្រោកមកបាត់ជើងតូចដាក់កន្ថោនៅលើផ្ទះដែលម្ដាយបានត្រៀមទុកឲ្យរួចជាស្រេចបន្ទាប់ពីរួចរាល់ហើយដាំក៏ដើរត្រឡប់មកកន្លែងដេកវិញតែពេលនោះគេក៏បានឮសូរសំឡេងសូត្រមន្តរហឹមនៅមុខផ្ទះរបស់ខ្លួនមិនបង្អង់យូរដាំក៏បានអើតក្បាលមើលទៅតាមប្រឡោះរនៀបជញ្ជាំងផ្ទះហ្នឹងគឺរបៀបផ្ទះក្តារចិត្តគ្នាចឹងធម្មតាពេលខ្លះវាមានចន្លោះហើយអ្វីដែលដាំបានមើលឃើញនៅពេលនោះគឺព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅកំពុងតែដើរមកឈប់នៅមុខផ្ទះរបស់គេដាំបានស្រែកទៅសួរម្ដាយរបស់ខ្លួនដែលនៅក្បែរនោះថាម៉ែមានព្រះសង្ឃនិមន្តមកឈរនៅមុខផ្ទះយើងហើយក៏មានដូនជីម្នាក់មកជាមួយដែរនាងធៀមឮហើយក៏ឆ្លើយតបទៅវិញថាអញ្ចឹងកូនហេតុអីបានជាថ្ងៃនេះព្រះសង្ឃនិមន្តមកបិណ្ឌបាតតាំងពីព្រលឹមម្លេះនិយាយរួចធៀមក៏ប្រញាប់ស្រោចចុះទៅក្រោមផ្ទះព្រោះគិតថាមានព្រះសង្ឃនិមន្តមកបិណ្ឌបាតពិតមែនលុះចុះទៅដល់ដីធៀមក៏បានឃើញព្រះសង្ឃមួយអង្គ3ឆ្កែខ្មៅនិងដូនជីម្នាក់3ឆ្មាខ្មៅដូចគ្នាកំពុងឈរនៅមុខផ្ទះរបស់នាងធៀមមិនធ្លាប់ឃើញព្រះភ័ក្ត្ររបស់ព្រះសង្ឃអង្គនេះនិងដូនជីរូបនេះសោះនាងក៏ដឹងភ្លាមថានេះមិនមែនជាព្រះសង្ឃនិងដូនជីនៅតំបន់វត្តនេះឡើយរំពេចនោះនាងធៀមក៏បានចូលទៅថ្វាយបង្គំព្រះអង្គនិងសួរថាថ្វាយបង្គំគុណម្ចាស់និងម៉ែជីនិមន្តទៅណាមកណាទាំងព្រឹកប្រហៀមបែបនេះទានម្ចាស់ព្រះសង្ឃនិងដូនជីនោះនៅស្ងៀមអត់តបអ្វីទាំងអស់ហើយមានទឹកមុខញញឹមគួរឲ្យខ្លាចខ្លាំងមែនតែនបានត្រឹមតែឆោតត្រឹងនៅមួយកន្លែង
តែខ្សែភ្នែករបស់ព្រះសង្ឃអង្គនោះនិងដូនជីរូបនោះមិនបានសម្លឹងមកធៀមនោះទេតែបែរជាសម្លឹងទៅលើផ្ទះទៅវិញធៀមក៏គិតថាព្រះសង្ឃអង្គនេះនិងដូនជីរូបនេះច្បាស់ជាធ្វើដំណើរមកពីស្រុកឆ្ងាយហើយទើបនឹកចង់ប្រគេននំដែលនាងធ្វើទៅព្រះអង្គនាងក៏និយាយឡើងថាសូមនិមន្តព្រះអង្គនិងម៉ែជីមកគង់នៅលើគ្រែសិនទៅខ្ញុំព្រះករុណាចំហុយនំចិត្តឆ្អិនហើយចង់ប្រគេនជាចង្ហាន់ដល់ព្រះអង្គគុណម្ចាស់ក្រោយពីធៀមនិយាយបបួលចប់ព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅក៏ដើរចូលមកអង្គុយនៅលើគ្រែដោយស្ងៀមស្ងាត់មិននិយាយអ្វីសូម្បីតែមួយម៉ាត់បើទោះបីជាធៀមព្យាយាមនិយាយជាមួយឬក៏សួរសំណួរជាច្រើនទៅកាន់អ្នកទាំងពីរក៏ដោយចុះធៀមឆ្ងល់ណាស់ហើយចម្លែកក្នុងចិត្តជាខ្លាំងព្រោះនាងបានធំក្លិនឆ្អាបចម្លែកខ្លាំងមែនទែនមិនត្រឹមតែឆ្អាបទេឆ្អេះស្អុយពុនពេកពេញតំបន់នោះតែម្ដងនាងសង្ស័យថាក្លិននោះចេញពីច្បងជីវររបស់ព្រះសង្ឃអង្គនោះនិងស្បៃរបស់ដូនជីរូបនោះទៀតផងតែនាងមិនហ៊ានមាត់ក្លិនស្អុយនោះបានធ្វើឲ្យនាងយកដៃខ្ទប់ច្រមុះទ្រាំសឹងតែពុំបានមិនរងចាំយូរធៀមក៏បានប្រញាប់ទៅដួសនំចេញពីឆ្នាំងនាងរៀបចំដាក់ចានយកទៅប្រគេនលោកសង្ឃនិងដូនជីនៅពេលនោះសុកព្រះសង្ឃនោះក៏មានសង្ឃដីកាកូនប្រុសញោមនៅណាធៀមបានលឺហើយគឺធ្វើមុខឆ្ងល់នឹកភ្នុកក្នុងចិត្តតែឯងថាចុំព្រះសង្ឃអង្គនេះមិនបានដឹងថានាងមានកូនប្រុសប៉ុន្តែនាងក៏បានលាក់ទុកចម្ងល់នោះតែឯងហើយក៏ប្រញាប់ឆ្លើយតបវិញទៅលោកថាវាដេកនៅលើផ្ទះកូនម្ចាស់អត់តន់ក្រោកទេឮហើយព្រះសង្ឃអង្គនោះក៏បានងាកជាមួយនឹងទឹកមុខញញឹមដាក់នាងគួរឲ្យខ្លាចព្រឺព្រួចខ្លាំងមែនទែនហើយក៏ដើរចេញទៅស្របជាមួយនឹងដូនជីនោះដោយមិននិយាយស្ដីសូម្បីតែមួយម៉ាត់ពេលនោះធៀមឆ្ងល់ខ្លាំងមែនទែនតែម្ដងហើយនាងហាក់ដូចជាស្ថិតនៅក្នុងអារម្មណ៍មួយហើរបៀបគិតក្រមខ្លួនឯងអត់ចង់ជាប់ទេហើយចង់បើកមាត់ខាត់ប្រសង់អង្គនោះឲ្យនៅចាំប្រគេននំក៏អត់បានដែរគឺទៅបាត់អញ្ចឹងហ្មងសូម្បីតែគាត់នឹងខាត់ខ្លួនឯងក៏អត់បានដែរព្រឹកឡើងធៀមក៏ដើរទៅផ្សារស្រាប់តែលឺសូរអ្នកស្រុកខ្សឹបខ្សៀវគ្នាពេញភូមិតែម្ដងនាងក៏ចូលទៅស្ដាប់អ្វីដែលនាងនឹកស្មានមិនដល់នោះគឺថ្ងៃនេះត្រឹមតែមួយថ្ងៃទេមានមនុស្ស6នាក់បានស្លាប់ដោយអាកំបាំងតែមួយថ្ងៃមួយយប់មិញហ្នឹងណាហើយក៏ទទួលបានព័ត៌មានមនុស្សស្លាប់6នាក់ដោយអាកំបាំងអត់មានមូលហេតុអីទាំងអស់ដំណើរគ្នាតែម្ដងនៅព្រឹកឡើងអ្នកផ្សារនិយាយឈូឆប់ពេញនឹងផ្អើពេញភូមិតែម្ដងនាងក៏បានឮគេនិយាយទៀតថាប្រសិនបើនរណាគេម្នាក់បានជួបនិយាយឆ្លើយឆ្លងជាមួយនឹងព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅមនុស្សម្នាក់នោះនឹងត្រូវស្លាប់ដោយអត់ណោចអាធម្មស័ក្តិសពរបស់អ្នកនោះគឺគ្មានគ្រឿងក្នុងគ្មានពោះវៀនគ្មានក្រពះគ្មានផ្នែកណាមួយនៃគ្រឿងក្នុងនៅសេសសល់ឡើយធៀមពេលបានលើកដូច្នេះហើយគឺនាងផិតភ័យខ្លាំងមែនទែនខ្លាចនៅក្នុងចិត្តណាស់ព្រោះអីកាលពីយប់មិញនាងបានជួបហើយព្រឹកថ្ងៃនេះនាងមកដឹងដំណឹងទាំងអស់នេះហើយនាងមិនត្រឹមតែបានជួបទេថែមទាំងបាននិមន្តព្រះសង្ឃនិងដូនជីនោះចូលទៅដល់ក្នុងផ្ទះទៅទៀតនាងភ័យខ្លាំងមែនទែនបែកញើសសស្រាក់សស្រាំហើយរត់ទៅផ្ទះដើម្បីទៅមើលអាដាមលុះចូលដល់ល្ងាចថ្ងៃដដែលសក្កិតមើលមានអីកើតឡើងនៅក្នុងភូមិហ្នឹងនៅពេលដែលមានកើតឡើងរឿងបែបហ្នឹងស្ងាត់ជ្រាបធម្មតាម៉ោង8នៅមានមនុស្សដើរទៅដើរមកអ៊ូអពេញភូមិនៅល្ងាចនោះម៉ោង7អត់តាន់ទេស្ងាត់ជ្រាបដូចម៉ោង2 10ម៉ោង1យប់ចឹងគឺអ្នកភូមិអ្នកស្រុកបាននាំកូននាំចៅប្រញាប់ញ៉ាំបាយងូតទឹកងូតអីហើយឡើងផ្ទះបិទទ្វារចាក់សោនៅក្នុងភូមិឮសូរតែសំឡេងចាបយំចង្រិតហើយនឹងឆ្កែលូពេញភូមិតែម្ដងពួកគេបានបបួលកូនចៅជោគដេកអស់តាំងពីក្បាលប្រឡប់មកម្លេះគ្រប់គ្នានរណាក៏ខ្លាចដែរចំណែកឯនាងធៀមវិញហើយនឹងកូនប្រុសក៏មិនខុសពីអ្នកភូមិដទៃទៀតដែរពួកគេប្រញាប់នាំគ្នាហូបបាយហូបទឹកហើយនាងក៏ប្រញាប់ឲ្យចៅដាមហ្នឹងងូតទឹកប្រញាប់ញ៉ាំបាយអីឲ្យហើយឡើងទៅដេកឲ្យឆាប់ហើយខ្លួនឯងវិញដោយសារតែខ្លួនគឺជាអ្នកលក់នំអត់អាចបខំបានទេត្រូវតែវិចនំឲ្យចប់ទើបអាចឡើងទៅគេងបានតែគាត់ក៏ខំប្រឹងពើដែរហើយម្យ៉ាងគាត់អត់មាននរណាគេនៅជួយទេអញ្ចឹងគាត់ត្រូវធ្វើតែឯងរាល់ដងមានអាដាមនឹងអង្គុយលេងជាមួយគ្នាប៉ុន្តែលើកនេះមិនបាច់ទេកូនឯងឡើងទៅលើផ្ទះចុះទុកឲ្យម៉ែនៅតែឯងបានហើយគាត់បញ្ញាប់រៀបចំប្រដាប់ប្រដានំនែកនឹងទុកសម្រាប់ធ្វើលក់នៅថ្ងៃស្អែកបន្ទាប់ពីត្រៀមរបស់របររួចរាល់ជាស្រេចនឹងបំរុងរៀបនឹងឡើងទៅលើផ្ទះដើម្បីសម្រាប់ទៅហើយស្រាប់តែធៀមបានក្រឡេកទៅមុខផ្ទះឃើញព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅលេចរូបរាងដើរចេញមកពីទីងងឹតចេញពីទីព្រៃណាមិនដឹងទេមកវឹប
នៅមុខផ្ទះតែម្ដងហើយកោដៅហាក់ដូចជាមករកនាងដោយចម្ពោះតែម្ដងឈរសម្លឹងមើលមុខនាងនៅពីមុខផ្ទះខាងផ្លូវធៀមរឹងខ្លួនអស់រលីងដូចជាត្រូវបានមុនអ្វីមកសង្កត់ខ្លួននាងជាប់អត់ខុសអីពីយប់មិញទេដូនជីនិងព្រះសង្ឃអង្គនោះនៅតែឈរខាងមុខផ្ទះហាក់ដូចជាមានអ្វីរារាំងមិនឲ្យពួកគេទាំងពីរនាក់ហ្នឹងចូលមកក្នុងផ្ទះបានពីយប់មិញចូលមកបានដោយសារតែការអញ្ជើញតែយប់នេះធៀមអត់បាននិយាយអីទាំងអស់អញ្ចឹងចង់ចូលដូចមានអីខាំងមានអីរារាំងអញ្ចឹងបន្តិចក្រោយមកព្រះសង្ឃក៏មានសង្ឃដីកាថាហើយយើងចូលផ្ទះភ្លាមធៀមព្យាយាមចង់ស្រែកឡើងឲ្យអ្នកភូមិមកជួយដែរប៉ុន្តែគឺនាងអត់មានសម្លេងក្នុងការស្រែកសោះមិនដឹងជាបាត់សម្លេងទៅណាធ្វើមិនបានឡើយនៅពេលនោះមនុស្សដែលនាងព្រួយបារម្ភខ្លាំងជាទីបំផុតគឺអាដាមកូនប្រុសរបស់ខ្លួនដែលដេកនៅលើផ្ទះតែម្នាក់ឯងភ្លាមនោះមិនដឹងជាមានអ្វីមកបណ្ដាចិត្តឲ្យធៀមនិយាយឡើងមកដូចនេះថាចូលមកកូនម្ចាស់នាងស្រុតចិត្តខ្លាំងមែនទែនដូចជាត្រូវមុនសណ្ដំឲ្យខ្លួននិយាយពាក្យនោះដោយមិនបានដឹងខ្លួនដូច្នោះដែរហើយនាងមិនបានបង្អាក់ខ្លួនមិនបានបញ្ជាឲ្យខ្លួននិយាយពាក្យទាំងអស់នោះឡើយរំពេចនោះយាយជីនោះគ្រាន់តែលឺសូរសំឡេងថាចូលមកកូនម្ចាស់ភ្លាមហោះចូលមកទ្រុងមកដល់ចំពោះមុខធៀមតែម្ដងធៀមទទួលបានក្លិនស្អុយឆ្អាបឆ្អេះខ្លាំងមែនទែនចង់សន្លប់នៅពេលដែលដូនជីនេះឈរនៅមុខខ្លួនហើយដូនជីកំណាចនោះក៏បានយកដៃមកច្របាច់កធៀមចម្បាច់យកយ៉ាងខ្លាំងចំណែកឯព្រះសង្ឃបីឆ្កែក៏បាននិមន្តចូលទៅក្នុងផ្ទះហើយឈរនៅមាត់ជណ្ដើរតែម្ដងធៀមភ័យខ្លាំងណាស់ទាំងដែលដូនជីនោះកំពុងតែច្របាច់ករបស់ខ្លួនតែភ្នែកក៏លេចមើលទៅសង្ឃនឹងកំពុងតែចង់ឡើងទៅលើផ្ទះធៀមព្យាយាមរើបំរាស់អស់ពីកម្លាំងកាយចិត្តតែមិនអាចយកឈ្នះកម្លាំងដ៏ខ្លាំងរបស់ដូនជីនោះបានឡើយនាងភ័យខ្លាំងណាស់គិតតែម្យ៉ាងទេទោះជាអស់ជីវិតក៏ដោយត្រូវតែជួយកុំប្រុសជាទីស្រឡាញ់របស់ខ្លួនឲ្យបានលឿនជាទីបំផុតបើមិនដូច្នោះទេអាដាមមកជាជួបគ្រោះថ្នាក់ជាពុំខាននៅខណៈពេលនោះធៀមថប់ដង្ហើមស្ទើរតែចិត្តដាច់ខ្យល់ទៅហើយនាងក៏បានបែបបន់គុណព្រះសពគ្រប់បែបយ៉ាងដែលខ្លួនកាន់ហើយនឹងនៅជុំវិញផ្ទះរបស់ខ្លួនថាសូមម្ចាស់ទឹកម្ចាស់ដីអ្នកតាមថែរក្សាក្នុងផ្ទះខ្មោចជីដូនជីតាដែលកូនចៅថ្វាយជាប្រចាំនោះជួយកូនចៅផងនិយាយក្នុងចិត្តព្រោះគេច្បាច់កគាត់និយាយចេញជាសម្លេងអត់កើតទេភ្លាមនោះក៏មានសម្លេងតាចាស់ម្នាក់នៅក្នុងជំនឿគេតែងតែជឿថាគឺជាជំនាញឬក៏អ្នកថែរក្សាផ្ទះក៏បានស្រែកយ៉ាងកំហុកយ៉ាងខ្លាំងចេញពីក្នុងផ្ទះថាចេញពីផ្ទះអញភ្លាមគ្រាន់តែឮសូរសម្លេងបែបនោះស្រែកចប់ព្រះសង្ឃបីឆ្កែនិងដូនជីបីឆ្មាក៏បានខ្ទាតចេញមកខាងក្រៅផ្ទះភឹងដេកដួលនៅលើផ្លូវតែម្ដងដូចមានអីដែលរុញចេញឬក៏ទាត់ចេញតែម្ដងអញ្ចឹងណាវ៉ាវហើយព្រះសង្ឃនិងដូនជីអង្គនោះងើបឡើងហាក់ដូចជាចង់ចូលម្ដងទៀតប៉ុន្តែលើកនឹងហាក់ដូចជាបាត់បង់ថាមពលចូលលេងបានតែម្ដងព្យាយាមចូលដែរប៉ុន្តែហាក់ដូចជារោរៀលពេញខ្លួនទីបំផុតក៏រលាយបាត់ចេញពីមុខធៀមតែម្ដងធៀមមិនបង្អង់យូរទេក៏រត់ឡើងទៅមើលដាំដែលកំពុងតែដេកនៅលើផ្ទះសំណាងដែរដាំអត់បានដឹងពីរឿងរ៉ាវទាំងអស់នេះទេហើយនាងអោបកូនរបស់ខ្លួនយំហើយក៏អរគុណដល់គុណព្រះម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាផ្ទះរបស់ខ្លួននឹងឯងអាហ្នឹងឯងគឺជាជំនឿដែលគេដាក់ប្រភូមិនៅមុខផ្ទះមានជំនាញផ្ទះជំនាញអីចឹងណាប៉ុន្តែនៅពេលដែលយើងហ៊ានតែនិយាយថាសូមអញ្ជើញឲ្យខ្មោចព្រៃចូលបានថាខ្មោចស្រុកបើកដៃខ្មោចព្រៃចូលហើយអញ្ចឹងនៅពេលដែលម្ចាស់ផ្ទះបើកដៃហើយទោះបីជាមានជំនាញវត្ថុស័ក្តិសិទ្ធិណានៅក្នុងផ្ទះនឹងក៏ដោយអត់អាចធ្វើអីបានទេព្រោះម្ចាស់ផ្ទះគេបានអនុញ្ញាតឲ្យចូលហើយបន្ទាប់ពីហេតុការណ៍នៅយប់នោះទៅធៀមបានចងចាំនៅក្នុងចិត្តព្រឹកឡើងធៀមក៏ភ្ញាក់ដឹងខ្លួនធៀមបានឃើញអ្នកភូមិជាច្រើនបានមកឈរចោមរោមមើលនាងពេញមុខផ្ទះតែម្ដងនាងស្ទុះក្រោកឡើងហើយទៅសួររកកូនប្រុសម្ដងទៀតបានថាយប់ហ្នឹងគឺគាត់អោបកូនប្រុសគាត់យំហើយគាត់ដឹងខ្លួនទេណាហើយក៏ស្លាប់បាត់ទៅហើយកូនប្រុសនឹងឯងដែលទៅហៅអ្នកភូមិអ្នកអីហ្នឹងឲ្យមកជួយមើលម្ដាយរបស់ខ្លួនដល់ពេលភ្ញាក់ឡើងទៅស្វែងរកណាកូនខ្ញុំណាកូនខ្ញុំអញ្ចឹងទៅដោយក្តីព្រួយបារម្ភបំផុតអំពីដាំភ្លាមនោះអំប្រុសមេភូមិក៏បានឆ្លើយតបទៅកាន់នាងវិញថាកូនប្រុសឯងរួចផុតពីគ្រោះថ្នាក់ហើយមិនបាច់ចាំព្រួយបារម្ភទេគ្មាននរណាកើតអីទេប៉ុន្តែអ៊ំចង់សួរឯងបន្តិចថាមានរឿងអីកើតឡើងថៃបានស្លាប់តាឯងអញ្ចឹងធៀមក៏តាំងសតិហើយនិយាយរៀបរាប់ប្រាប់ហេតុការណ៍ទាំងអស់ដែលបានកើតឡើងចំពោះនាងកាលពីយប់មិញឲ្យអ្នកភូមិបានស្ដាប់ក្រោយពីកើតរឿងនេះលោកមេភូមិហើយនិងអ្នកភូមិក៏បានប្រឹក្សាគ្នាដើម្បីរកដំណោះស្រាយអត់អាចបណ្ដោយឲ្យអញ្ចឹងកើតឡើងបន្តទៀតទេធៀមរួចខ្លួនមិនប្រកាសថាអ្នកភូមិដទៃទៀតរួចខ្លួននោះទេបន្ទាប់មកមេភូមិក៏បានអញ្ជើញគ្រូខ្មោចម្នាក់ឲ្យមកធ្វើពិធីសូត្រមន្តបណ្ដេញខ្មោចព្រាយបិសាចជាពិសេសខ្មោចព្រៃអាហ្នឹងគឺហៅថាខ្មោចព្រៃបលាំងខ្មោចព្រៃព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី
3ឆ្មាខ្មៅឲ្យចេញពីភូមិរបស់ខ្លួនដោយរីខ្សែសីមាព័ទ្ធជុំវិញភូមិនោះតែម្ដងមិនវាជុំវិញតែផ្ទះទេគឺជុំវិញភូមិតែម្ដងដើម្បីកុំឲ្យបិសាច់ដ៏កាច់សាហាវនេះអាចវិលត្រឡប់ចូលភូមិនេះវិញម្ដងទៀតបានក្រោយពីនោះប៉ុន្មានឆ្នាំរឿងព្រះសង្ឃ3ឆ្កែដូនជី3ឆ្មាក៏បានសាប់រលាបពីភូមិនោះប៉ុន្តែបានលេចលឺថាមានហេតុការណ៍កើតឡើងដូចគ្នានៅភូមិដទៃទៀតបានថាចូលភូមិនេះបានអញ្ចឹងតទៀតមានទៅទៀតហើយភាគច្រើនគឺជាភូមិស្រុកដែលនៅតាមបណ្ដោយទន្លេមេគង្គមានតែអ្នកភូមិរបស់ធៀមទេដែលលែងបានជួបព្រះសង្ឃហើយនឹងដូនជីរូបនោះប៉ុន្តែតាំងពីឆ្នាំនោះមកតែងតែលេចលឺពីដំណឹងព្រះសង្ឃ3ឆ្កែដូនជី3ឆ្មានោះដើរត្រាច់ចរទៅបំផ្លាញភូមិស្រុកដទៃទៀតទៅជារឿយៗអញ្ចឹងទៅហើយរឿងនោះក៏កើតជាដំណើរតគ្នានិយាយតគ្នារហូតមកដល់ពេលបច្ចុប្បន្នChannelខ្ញុំធ្លាប់តែឮគេនិយាយពីបញ្ហាមួយនេះប៉ុន្តែអត់ដែលសិក្សាបានដោយខ្លួនឯងនោះទេអញ្ចឹងឯនោះខ្ញុំសរុបបញ្ហាទាំងអស់ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍បន្ទុះរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលត្រូវបានគេរាប់ថាគឺជាការផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជូនអ្នកទាំងអស់គ្នាស្ដាប់កាលពិតទៅនៅពេលដែលយើងសិក្សាពីរឿងពិភពលោកធំបែបនេះទើបធ្វើឲ្យយើងដឹងថារឿងរ៉ាវដ៏ធំបែបហ្នឹងគឺកើតចេញមកពីកំហុសដ៏ទូចមួយដែលគេមិនចាប់អារម្មណ៍តែប៉ុណ្ណោះតោះហៅកន្លែងអង្គុយស្រួលទៅទាញ popcorn មកអង្គុយស្ដាប់ទាំងអស់គ្នាបានទាំងសប្បាយបានទាំងចំណេះដឹងនៅថ្ងៃទី26ខែមេសាឆ្នាំ1986នៅម៉ោង 1:24 នាទីយប់នៅរោងចក្រថាមពលដ៏ធំបំផុតរបស់សហភាពសូវៀតពិភពលោកបានជួបប្រទះពីគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិដែលគេហៅថាឧបទ្ទវហេតុ Chernobylកំហុសនៅក្នុងការបើកប្រតិបត្តិការដំណើរការម៉ាស៊ីននិងភាពចន្លោះប្រហោងនៃការរចនាបថបាននាំទៅរកអស្ថិរភាពនៃម៉ាស៊ីន reactor ទី4ដែលនៅទីបំផុតវាក៏បានផ្ទុះឡើង boom ដោយបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើនដែលយើងមិនអាចនឹកស្មានដល់បើប្រៀបធៀបទៅនឹងគ្រាប់បែកនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកបានទម្លាក់ទៅលើប្រទេសជប៉ុននៅក្នុងសង្គ្រាមលោកលើកទី2គឺខ្លាំងជាងរហូតដល់ទៅជាង400ដងឯណោះអ្នកទាំងអស់គ្នាការផ្ទុះមួយនេះបានបំផ្លាញជីវិតមនុស្សសត្វនិងរុក្ខជាតិទូទាំងទីក្រុងមួយនោះត្រឹមតែមួយប៉ព្រិចភ្នែកហើយក៏បានប្រែក្លាយ Chernobyl ពីទីក្រុងមួយដែលពោពេញទៅដោយស្នាមញញឹមរបស់ប្រជាជនមនុស្សក្មេងចាស់ប្រុសស្រីទៅជាទីក្រុងមួយដែលគេហៅថាទីក្រុងខ្មោចហើយអ្នកវិទ្យាសាស្ត្របានគណនាថារហូតដល់ទៅជាង 20,000 ឆ្នាំក្រោយទើបមនុស្សអាចត្រឡប់ទៅរស់នៅទីក្រុងនោះបានដោយសុខសុវត្ថិភាពវិញប៉ុន្តែមុនពេលដែលយើងចូលទៅដល់ស៊ីជម្រៅនៅក្នុងយុគកើតហេតុខ្ញុំចង់ឲ្យបងប្អូនស្វែងយល់បន្ថែមពីសារៈសំខាន់របស់ទីក្រុង Chernobyl របៀបដែលរោងចក្រថាមពលនុយក្លេអ៊ែរដំណើរការហើយនឹងសំខាន់បំផុតនោះគឺភាពតានតឹងដ៏ខ្លាំងក្លានៃសង្គ្រាមត្រជាក់រវាងមហាអំណាចលទ្ធិសេរីរបស់សហរដ្ឋអាមេរិកនិងមហាអំណាចលទ្ធិកុម្មុយនីសសហភាពសូវៀតដែលតែងតែបង្ហាញចង្កូមដាក់គ្នាដែលជាកត្តាធំនៅពីក្រោយគ្រោះមហន្តរាយមួយនេះសរុបរួមមកបងប្អូនស្ដាប់ដល់ចប់បើអត់យល់ពីចំណុចមួយនេះទេស្មើនឹងអត់យល់មុនពេលដែលរោងចក្រថាមពលនុយក្លេអ៊ែរមួយនេះក្លាយទៅជាតំបន់នៃសោកនាដកម្មទីក្រុង Chernobyl គឺជាផ្នែកមួយដ៏រីកចម្រើនបំផុតនៃកម្មវិធីអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់សហភាពសូវៀតដោយមានទីតាំងនៅភាគខាងជើងនៃប្រទេសអ៊ុយក្រែន Chernobyl មិនត្រឹមតែជារោងចក្រថាមពលធម្មតាតែប៉ុណ្ណោះទេអ្នកទាំងអស់គ្នាតែវាជាតំបន់តំណាងនៃភាពជឿនលឿននៃបច្ចេកវិទ្យារបស់សូវៀតដើម្បីឲ្យប្រទេសដទៃទៀតនៅលើលោកបានឃើញជាពិសេសហ្នឹងគឺអួតបង្ហាញទៅកាន់សហរដ្ឋអាមេរិកដែលជាដៃគូប្រកួតប្រជែងដ៏ធំរបស់ខ្លួនតែម្ដងនេះគួរបញ្ជាក់ថាទោះបីជាស្ថានភាពក្រោយសង្គ្រាមលោកលើកទី2មានភាពធូរស្រាលក៏ពិតមែនតែនៅក្នុងសង្គ្រាមត្រជាក់មហាអំណាចមនោគមវិជ្ជាសេរីហើយនិងកុម្មុយនីសដែលតំណាងឲ្យសហរដ្ឋអាមេរិកនិងសហភាពសូវៀតតែងតែសង្គ្រឹះថ្មិញដាក់គ្នាពោលគឺឆ្លោះគ្នាដោយប្រយោលដោយការប្រកួតប្រជែងផ្នែកមនោគមវិជ្ជាសេដ្ឋកិច្ចការអភិវឌ្ឍគ្រឿងសព្វាវុធនិងបច្ចេកវិទ្យាដោយហេតុនេះហើយបច្ចេកវិទ្យានៃរោងចក្រថាមពលនុយក្លេអ៊ែរមួយនេះបានធ្វើឲ្យទីក្រុង Chernobyl ប្រៀបបានដូចជាទីក្រុងពេជ្រមួយរបស់សហភាពសូវៀតអញ្ចឹងនៅពេលនោះទីក្រុង Pripyat ដែលមានទីតាំងនៅជាប់ទីក្រុង Chernobyl មានប្រជាជនរស់នៅប្រមាណ 50,000 នាក់ដែលភាគច្រើនគឺជាកម្មករមកពីរោងចក្រ Chernobyl និងក្រុមគ្រួសាររបស់ពួកគេនៅទីក្រុងមួយនោះមានសាលារៀនមន្ទីរពេទ្យសួនកម្សាន្តនិងអ្វីៗគ្រប់យ៉ាងទាំងអស់ដែលនេះឆ្លុះបញ្ចាំងពីភាពរីកចម្រើននិងភាពរុងរឿងរបស់សហភាពសូវៀត
នៅពេលនោះប៉ុន្តែនៅពីក្រោយភាពស្វិតស្វាញនៃការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យានេះបានធ្វើឲ្យសហភាពសូវៀតហ៊ានប្រថុយប្រឋានខ្លាំងពេកព្រោះចង់ឈ្នះអញ្ចឹងបងប្អូនដែលនាំឲ្យកើតសោកនាដកម្មដល់ព្រៃផ្សៃដល់ប្រជាពលរដ្ឋខ្លួននិងធ្វើអឺរ៉ុបទាំងមូលតែម្ដងលំបាកខ្លួនឯងមកជុំទេងុំនឹងគឺធ្វើបាបគេបាបឯងប៉ាត់ណាប៉ាត់ណីតែម្ដងតើរោងចក្រថាមពលនុយក្លេអ៊ែរដំណើរការបានដោយរបៀបណារោងចក្រ Chernobyl មានរចនាបថ reactor បែប RBMK ដែលត្រូវបានគេរចនាឡើងដើម្បីផលិតទាំងថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់និងផ្លាតូនីញ៉ូមសម្រាប់អាវុធ reactor ប្រភេទនេះបានប្រើប្រាស់ graphic ដែលជាទម្រង់មួយរបស់កាបូនសម្រាប់សម្របសម្រួលនៅត្រង់និងប្រើប្រាស់ប្រព័ន្ធទឹកសម្រាប់បញ្ចុះកម្ដៅម៉ាស៊ីនទៀតផងដើម្បីគ្រប់គ្រងប្រតិកម្មនុយក្លេអ៊ែរនៅក្នុង reactor គេប្រើប្រាស់ឧបករណ៍ម្យ៉ាងមានឈ្មោះថា control rod ពោលគឺនៅក្នុងស្នូលនៃ reactor ទី4មាន control rod ចំនួន211ដែលនៅពេលដែលគេដោត control rod ចូលទៅក្នុងស្នូល reactor វានឹងធ្វើឲ្យការធ្វើប្រតិកម្មនុយក្លេអ៊ែរមានការធ្លាក់ចុះហើយនៅពេលដែលគេដកវាចេញពីស្នូលវិញការធ្វើប្រតិកម្មនុយក្លេអ៊ែរនឹងមានការកើនឡើងច្រើនជាងមុនអ្នកទាំងអស់គ្នាការប្រណាំងប្រជែងនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរមិនគ្រាន់តែជាការអភិវឌ្ឍអាវុធនិងការផលិតថាមពលតែប៉ុណ្ណោះទេបងប្អូនតែវាគឺជាការបង្ហាញពីកិត្តិយសភាពរបស់មហាអំណាចនីមួយៗហើយរោងចក្រនុយក្លេអ៊ែរ Chernobyl នេះត្រូវបានគេសន្មតថាគឺជារោងចក្រថាមពលនុយក្លេអ៊ែរមួយដ៏មានថាមពលខ្លាំងបំផុតរបស់សហភាពសូវៀតនៅពេលនោះក្រោមការរចនាបថ reactor mode RBMK វាបានភ្ជាប់ជាមួយនឹងសក្តានុពលដ៏ខ្លាំងក្លាតែវាមានគុណវិបត្តិដ៏គ្រោះថ្នាក់ដូចគ្នាជាទូទៅការដកនិងដោត control rod ត្រូវបានគេត្រួតពិនិត្យយ៉ាងដិតដល់ដើម្បីធានានូវសុវត្ថិភាពនៅគ្រប់ពេលទាំងអស់យ៉ាងតិចណាស់មាន control rod ចំនួន15ទៅ30ត្រូវដោតចូលស៊ុបទៅក្នុងស្នូលរបស់ reactor តែនៅពេលដែលយប់កើតហេតុនោះមាន control rod ចំនួន6ទៅ8តែប៉ុណ្ណោះដែលត្រូវបានគេដោតស៊ុបចូលទៅក្នុងស្នូលដែលនេះធ្វើឲ្យកម្រិតប្រតិកម្មនុយក្លេអ៊ែរឡើងខ្ពស់ខ្លាំងនិងគ្មានស្ថិរភាពនោះទេនៅថ្ងៃទី25ខែមេសាឆ្នាំ1986គឺជាថ្ងៃដែលកំណត់នៅក្នុងការធ្វើតេស្តសុវត្ថិភាពជាប្រចាំនៃ reactor ទី4ដោយសារតែនៅពេលដំណើរការម៉ាស៊ីន reactor មានសភាពក្តៅខ្លាំងហេតុនេះហើយការធ្វើតេស្តនេះគឺមានគោលបំណងនៅក្នុងការធានាថានៅក្នុងករណីដាច់ចរន្តអគ្គិសនីម៉ាស៊ីន reactor អាចបន្តដំណើរការបានដោយសុវត្ថិភាពដោយគ្មានប្រព័ន្ធទឹកត្រជាក់នៅក្នុងរយៈពេលបណ្ដោះអាសន្នរហូតចាំដល់ម៉ាស៊ីនភ្លើងបំរុងអាចដំណើរការវិញនិងផ្គត់ផ្គង់ដល់ប្រព័ន្ធទឹកត្រជាក់វិញបានដែលវាត្រូវការចន្លោះពេលរវាង60ទៅ75វិនាទីបងប្អូនគូបញ្ជាក់ថាការធ្វើតេស្តនេះត្រូវបានគេកំណត់ថានឹងត្រូវធ្វើឡើងនៅក្នុងអំឡុងពេលវេនរសៀលជាមួយនឹងអ្នកគ្រប់គ្រងដែលមានបទពិសោធន៍ខ្ពស់តែដោយសារតែមានបញ្ហាមួយចំនួនគេក៏បានពន្យាពេលការធ្វើតេស្តនេះទៅវេនយប់វិញដែលមានក្រុមការងារមិនសូវមានបទពិសោធន៍នៅក្នុងការធ្វើតេស្តនោះទេនិងជាពិសេសពួកគេមិនបានដឹងពីស្ថានភាពរបស់ reactor ទី4ឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយបងប្អូនត្រូវដឹងថានេះគឺជាការធ្វើតេស្តប្រចាំឆ្នាំរបស់ពួកគេហើយនៅឆ្នាំមុនណាពួកគេមិនដែលធ្វើតេស្តនេះបានជោគជ័យនោះឡើយប៉ុន្តែក៏មិនដែលបង្កើតជាបញ្ហាអ្វីធ្ងន់ធ្ងរនោះដែររហូតដល់ការធ្វើតេស្តចុងក្រោយមួយនេះតែម្ដងដែលកម្រិតថាមពលដែលត្រូវបានកំណត់ឲ្យដំណើរការសម្រាប់ reactor ទី4នៅក្នុងពេលធ្វើតេស្តគឺ700 មេហ្គាវ៉ាត់ដោយសារតែកំហុសបច្ចេកទេសរបស់ក្រុមការងារនិងកំហុសរចនាបថនៃ mode reactor RBMK បានធ្វើឲ្យកម្រិតថាមពលធ្លាក់ចុះរហូតដល់ទៅ30 មេហ្គាវ៉ាត់ឯណោះដែលនេះមិនត្រឹមតែមិនត្រូវស្តង់ដារក្នុងការធ្វើតេស្តតែប៉ុណ្ណោះទេបងប្អូនប៉ុន្តែវាគ្រោះថ្នាក់ខ្លាំងមែនទែនសម្រាប់ការងារមួយនេះហេតុនេះឯងដែលក្រុមការងារខ្វះបច្ចេកទេសខ្វះបទពិសោធន៍នៅវេនយប់នោះក៏សម្រេចចិត្តដក control rod ចំនួនច្រើនជាង150ឯណោះនៅក្នុងពេលតែមួយតែម្ដងបងប្អូនដែលការដកឬក៏ដោត control rod ចំនួនច្រើនដងនៅក្នុងពេលតែមួយបែបហ្នឹងនឹងធ្វើឲ្យប្រតិកម្មនៃថាមពលនុយក្លេអ៊ែរឡើងខ្ពស់ឬក៏ចុះទាបខ្លាំងនៅក្នុងរយៈពេលដ៏ខ្លីដែលវាមានគ្រោះថ្នាក់ខ្លាំងបំផុតហើយនៅពេលនោះឯងដែលក្រុមការងារមានសភាពភ័យស្លន់ស្លោរត់ខ្វែងដៃខ្វែងជើងហើយក៏សម្រេចចិត្តចុចប៊ូតុងប្រកាសអាសន្ន Emergency AZ5 នៅពេលនោះតែម្ដងហើយចាប់ពីវិនាទីនេះទៅសូមបងប្អូនតាមឲ្យទាន់ព្រោះថានៅក្នុងយប់មួយនេះពី1វិនាទីទៅ1វិនាទីសំខាន់ខ្លាំងបំផុតដែលជាកត្តានាំទៅរកគ្រោះមហន្តរាយនុយក្លេអ៊ែរធំបំផុតរបស់ប្រវត្តិសាស្ត្រមនុស្សជាតិនៅម៉ោង 1:23 នាទីនិង40វិនាទីយប់ថ្ងៃទី26ខែមេសាឆ្នាំ1986ប៊ូតុង AZ5 ត្រូវបានគេចុចនៅក្នុងគោលបំណងដើម្បីបញ្ឈប់ដំណើរការប្រតិកម្មម៉ាស៊ីន reactor ដោយសារតែការដោត control rod 211ទាំងអស់ចូលទៅក្នុងស្នូលរបស់ reactor តែដោយសារតែចន្លោះប្រហោងនៃ model RBMK នៅពេលដែលដោត control rod ចូលទៅក្នុងស្នូល reactor ការធ្វើប្រតិកម្មនឹងកើនឡើងមួយសន្ទុះសិនមុននឹងវាអាចបញ្ឈប់ដំណើរការប្រតិកម្មទៅវិញបានហើយនោះមិនមែន
មែនជាការដោត control road មួយឬពីរនោះទេតែវាគឺជាការដោតទាំងអស់តែម្ដងអញ្ចឹងហើយបងប្អូនអាចស្រមៃបានថាថាមពលដែលវាត្រៀមនឹងបុកឡើងនោះវាខ្លាំងកម្រិតណាហើយនេះគឺជាអ្វីដែលបានកើតឡើងនៅប្រមាណវិនាទីដ៏សំខាន់មុននឹងមានការផ្ទុះកើតឡើងនៅម៉ោង 1:23:40 នាទីយប់ប៊ូតុងប្រកាសអាសន្ន AZ5 ត្រូវបានគេចុចនៅម៉ោង 1:23:43 វិនាទីប៊ូតុងប្រកាសអាសន្នបានដោត control road ទាំងអស់ចូលទៅក្នុងពេលតែមួយបណ្ដាឲ្យព្រឹត្តិកម្មកើនឡើងភ្លាមៗដែលធ្វើឲ្យថាមពលនុយក្លេអ៊ែររបស់ម៉ាស៊ីន reactor កើនឡើងខ្ពស់មិនអាចគ្រប់គ្រងបាននៅម៉ោង 1:23:44 វិនាទីកម្រិតថាមពលរបស់ reactor ក៏បានហក់ឡើងរហូតដល់ទៅជាង100ដងនៃសមត្ថភាពស្តង់ដារជាក់ស្ដែងរបស់វាកម្ដៅដែលចេញពីការធ្វើប្រតិកម្មមួយនេះបានបណ្ដាឲ្យប្រព័ន្ធទឹកត្រជាក់សម្រាប់ reactor ឡើងពុះយ៉ាងលឿនបង្កើតជាការផ្ទុះចំហាយទឹកដ៏ធំនៅពេលនោះនៅម៉ោង 1:23:45 វិនាទីការផ្ទុះនៃចំហាយទឹកបានបន្ទុះគម្រប reactor ទី 4 ដែលមានទម្ងន់ប្រមាណជាង1000តោនគឺធ្ងន់ស្មើនឹងដំរីទ្វីបអាហ្វ្រិកចំនួន200ក្បាលឯណោះដែលការផ្ទុះនេះបានបញ្ចេញកំទេចកំទីសារធាតុវិទ្យុសកម្មនៅពីពេញនៅក្នុងបរិយាកាសម៉ោង 1:24 នាទីការផ្ទុះដ៏ខ្លាំងមួយទៀតបានកើតឡើងដោយការផ្ទុះនេះមានសភាពខ្លាំងជាងមុនទៅទៀតដោយសារវាផ្ទុះចេញមកពីស្នូលនៃ reactor ដោយបញ្ចេញសារធាតុវិទ្យុសកម្មដ៏មហិមាមិនត្រឹមតែជុំវិញតំបន់រោងចក្រនុយក្លេអ៊ែរនោះប៉ុណ្ណោះទេក៏ប៉ុន្តែវាបានសាយភាយបំពុលពេញបរិយាកាសបាត់ទៅហើយនេះមិនមែនត្រឹមតែសាយភាយនៅក្នុងទីក្រុង Chernobyl នៃសហភាពសូវៀតតែប៉ុណ្ណោះទេតែវាត្រូវបានសាយភាយពីពេញទ្វីបអឺរ៉ុបទាំងមូលតែម្ដងបងប្អូនតិចឬច្រើនអាស្រ័យទៅចម្ងាយរវាងប្រទេសទាំងអស់នោះមកកាន់ទីក្រុង Chernobyl ដែលការលេចធ្លាយសារធាតុវិទ្យុសកម្មនេះមានកម្រិត400ដងច្រើនជាងបន្ទុកគ្រាប់បែកដែលសហរដ្ឋអាមេរិកបានទម្លាក់ទៅលើប្រទេសជប៉ុននៅក្នុងសង្គ្រាមលោកលើកទី2ទៅទៀតសំខាន់ណាស់ដំបូងឡើយសហភាពសូវៀតបានព្យាយាមទប់ស្កាត់ព័ត៌មានគ្រោះមហន្តរាយមួយនេះដោយការកាត់ផ្ដាច់មធ្យោបាយទំនាក់ទំនងនិងបិទបាំងពីទំហំនៃការខូចខាតពិតប្រាកដទៅកាន់មហាជនក៏ដូចជាពិភពលោកទៀតផងអ្នកទាំងអស់គ្នាសាហាវខ្លាំងមែនទែនតែការបិទបាំងមួយនេះមិនត្រឹមតែជួយកែប្រែស្ថានភាពទេបែរទៅជាផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ពិភពលោកជាពិសេសទ្វីបអឺរ៉ុបទាំងមូលហើយនិងប្រជាពលរដ្ឋនៅក្នុងតំបន់នោះតែម្ដងក្រោយការផ្ទុះភ្លាមៗប្រជាជនក៏ចាប់ផ្ដើមទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយអ្នកខ្លះក្អួតចង្អោរអ្នកខ្លះក៏សន្លប់ជាបន្តបន្ទាប់ពី24ម៉ោងក្រោយរដ្ឋាភិបាលសូវៀតក៏បានជម្លៀសប្រជាជនចេញពីទីក្រុងព្រៀបយ៉ាប់ទាំងអស់ប្រែក្លាយទីក្រុងនោះពីទីក្រុងមួយដែលធ្លាប់តែមានមនុស្សរស់នៅយ៉ាងសប្បាយរីករាយទៅជាទីក្រុងមួយដ៏ស្ងាត់ជ្រងំសភាពដូចជាទីក្រុងខ្មោចមនុស្សរាប់ម៉ឺននាក់ត្រូវបានចាក់ចេញពីផ្ទះសម្បែងចាក់ចោលទ្រព្យសម្បត្តិនិងជីវិតដ៏សុខក្សេមក្សាន្តរបស់ពួកគេដោយមិនមានថ្ងៃវិលត្រឡប់នោះទេអ្នកវិទ្យាសាស្ត្របានគណនាថារហូតដល់ទៅ20000ឆ្នាំក្រោយទើបមនុស្សអាចត្រឡប់ទៅរស់នៅទីក្រុងនោះបានដោយសុខសុវត្ថិភាពវិញក្រោយការផ្ទុះនិងការបញ្ចេញសារធាតុវិទ្យុសកម្មភ្លាមៗនោះវាបានសម្លាប់កម្មកររោងចក្រចំនួន2នាក់ហើយនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយមកក្រុមអ្នកសង្គ្រោះបន្ទាន់ក្រុមអ្នកពន្លត់អគ្គិភ័យនិងកម្មកររោងចក្រចំនួន28នាក់ទៀតបានស្លាប់ជាបន្តបន្ទាប់ដោយសារតែគ្រឿងក្នុងរបស់ពួកគេត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរព្រោះនៅក្នុងអំឡុងពេលដែលពួកគេចូលទៅសង្គ្រោះនៅកន្លែងកើតហេតុពួកគេមិនបានយល់ដឹងពីផលប៉ះពាល់របស់សារធាតុវិទ្យុសកម្មឡើយនេះហើយដែលធ្វើឲ្យពួកគេចុះទៅធ្វើការដោយពួកគេពាក់ត្រឹមតែសម្លៀកបំពាក់អ្នកពន្លត់អគ្គិភ័យធម្មតាតែប៉ុណ្ណោះគ្មានខោអាវឧបករណ៍អ្វីសម្រាប់ការពារទាំងអស់តែម្ដងអ្នកទាំងអស់គ្នាហើយបន្ទាប់មកក៏មានករណីមនុស្សរាប់ពាន់រាប់ម៉ឺនអ្នកទៀតបានស្លាប់ជាបន្តបន្ទាប់ដោយសារតែជំងឺមហារីកក្រពេញទីរ៉ូអ៊ីតនិងបញ្ហាសុខភាពផ្សេងៗទៀតដែលបង្កឡើងពីផលប៉ះពាល់របស់វិទ្យុសកម្មការលេចធ្លាយសារធាតុវិទ្យុសកម្មនេះបានបំពុលដីទឹកនិងខ្យល់អាកាសដែលនាំឲ្យមានផលប៉ះពាល់បរិស្ថានជុំវិញនោះហើយក៏បានកែប្រែទីក្រុងមួយដ៏សម្បូរបែបទៅជាកន្លែងដែលមិនអាចរស់នៅបានអញ្ចឹងបងប្អូនចំណែកឯសត្វដែលរស់នៅតំបន់នោះវិញគឺស្លាប់ពីទឹកពីដីតែម្ដងខ្លះទៀតគឺបំលែងរូបបំលែងរាងគេសង្កេតឃើញថាមានសត្វមួយចំនួនខូចទ្រង់ទ្រាយខូចមុខខូចមាត់គួរអាណិតខ្លាំងមែនតែម្ដងនិយាយរួមទៅឧបទ្ទវហេតុរោងចក្រនុយក្លេអ៊ែរនេះអាចកាត់ឡើងបានដោយសារតែកត្តានិងកំហុសជាច្រើនដែលគិតចាប់តាំងពីការធ្វើប្រហែសនៃក្រុមការងារវេនយប់នៅថ្ងៃកាត់ហេតុនោះចន្លោះប្រហោងនៃរចនាបថ reactor ការប្រកួតប្រជែងគ្នានៃសង្គ្រាមត្រជាក់ដែលនាំឲ្យសហភាពសូវៀតព្យាយាមអភិវឌ្ឍបច្ចេកទេសរបស់ខ្លួននឹងដែលពេលខ្លះមិនបានគិតគូរដល់កត្តាសុវត្ថិភាពនិងហានិភ័យដែលជាអ្វីដែលខ្លួនបានផលិតនិងអភិវឌ្ឍនោះឡើយនឹងហើយបងប្អូនអត្ថបទនេះគឺខ្ញុំប្រើប្រាស់រយៈពេល7ខែក្នុងការសរសេរនិងរៀបតែងឡើងហើយមានធីមការងារគឺគាត់ជួយខ្ញុំច្រើនមែនតើនៅក្នុងរយៈពេលមួយនេះដោយបងប្អូនដឹងស្រាប់ចឹងថាខ្ញុំបានជួបអ្វីខ្លះសង្ឃឹមថាបងប្អូននឹងចូលចិត្តហើយនឹងតាមដាននៅគ្រប់អត្ថបទនិងវីដេអូរបស់ខ្ញុំហើយក៏អរគុណដែលជួយគាំទ្រកន្លងមកកុំភ្លេចជួយ like ជួយ share សម្រាប់វីដេអូនេះផងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តហើយនឹងគាំទ្រចង់ឲ្យអ្នកដទៃបានឃើញពីវីដេអូ clip នៃការចែករំលែកចំណេះដឹងបែបហ្នឹងក៏ជាកម្លាំងចិត្តជំរុញឲ្យខ្ញុំធ្វើវីដេអូបែបហ្នឹងបន្តទៀតអញ្ចឹងណា